again ខោកែនដើម្បីយើងស្លៀកសពុតឲ្យបានឃើញរាងស្អាតអ្នកខ្លះក៏គាត់អត់មានតកិមានអីចឹងទៅយើងត្រូវការស្លៀកខោកែនជូនគាត់ដើម្បីគាត់មានរាងឲ្យមានរាងខ្លងឲ្យរាងឃើញស្អាតអញ្ចឹងណាតែឥឡូវបើចាំយូរយើងទៅមើលការស្លៀកសពុតរបស់គ្នាឥឡូវនេះយើងចាប់លាសពុតរបស់យើងណានេះសពុតយើងនេះយើងលាវាមកជាទូទៅសពុតយើងគឺមានផ្ទៃវាចាប់ពី3ម៉ែត្រពីទឹកទៅ3ម៉ែត្រ5ទឹកអីចឹងទៅនេះកន្លែងខ្ញុំច្បូតហ្នឹងគឺជាក្បាលសពុតហើយកន្លែងនេះគឺជាចុងជើងអញ្ចឹងទៅអ្នកខ្លះគាត់ចេះបត់ពីក្បាលមកមុនតែចំពោះខ្ញុំគឺខ្ញុំអត់ចេះបត់ពីក្បាលទេខ្ញុំចេះបត់តែពីជើងមកបើខ្ញុំបត់ពីជើងមកអ្នកដែលចេះបត់ពីជើងមកដូចខ្ញុំអញ្ចឹងគឺបត់ពីស្ដាំមកឆ្វេងតែចំពោះអ្នកដែលគាត់ចេះបត់ពីក្បាលមុនបើបត់ពីក្បាលមុនគឺគាត់បត់ពីឆ្វេងមកស្ដាំវិញតែអត់ទេខ្ញុំអត់ចេះបត់ពីក្បាលមកគឺខ្ញុំបត់ពីជើងមកគឺអញ្ចឹងខ្ញុំត្រូវបត់ពីស្ដាំមកឆ្វេងហើយអញ្ចឹងទៅបន្ទាប់ពីយើងលាសពុតយើងរួចរាល់ហើយយើងត្រូវពាក់ប៉ាវម្ជុលនឹងដៃរបស់យើងហ្នឹងហើយបន្ទាប់មកយើងត្រូវមើលសពុតរបស់យើងមើលចុងជើងហើយយើងបត់វាជា2បត់ជា2ហ្នឹងមិនមែនចេះតែបត់ទេណាអ្នកទាំងអស់គ្នាយើងត្រូវវាស់វាដែរយើងយកប្រហែលជាមួយឆ្អាមកន្លះនៃដៃរបស់យើងមួយឆ្អាមកន្លះនៃដៃរបស់យើងហើយយើងត្រូវលាដៃរបស់យើងហ្នឹងវា3ធ្នាប់ដៃដូចដៃខ្ញុំលើកបង្ហាញអ្នកទាំងអស់គ្នាហ្នឹងលើក3ធ្នាប់ដៃហើយយើងយកមកវាស់នៅលើផ្ទៃសពុតរបស់យើងវាស់3ធ្នាប់ដៃនៅលើផ្ទៃសពុតរបស់យើងហើយបានយើងចាប់ដើមបត់សពុតចាប់ដើមបត់ទៅយើងយកភ្លីចាប់ពី3ទៅ4ភ្លីអ្នកខ្លះក៏យកទៅដល់4 5ភ្លីអញ្ចឹងទៅស្រេចចិត្តនៃអ្នកដែលគាត់ស្រឡាញ់ភ្លីសពុតដែលគាត់អញ្ចឹងតែជាទូទៅខ្ញុំយកតែប៉ុណ្ណឹងភ្លីទេព្រោះខ្ញុំស្រឡាញ់ប៉ុណ្ណឹងភ្លីអ្នកទាំងអស់គ្នាហើយតមកយើងត្រូវចាក់ម្ជុលយើងត្រូវខ្ទាស់វាទុកមួយសម្រាប់ឲ្យវាងាយស្រួលในការអ្នកដែលជួយកាន់សពុតឲ្យយើងអញ្ចឹងណាអ្នកទាំងអស់គ្នានេះឃើញខ្ញុំច្បូតទេខ្ញុំច្បូតមើលមួយខ្ញុំច្បូតមើលគោមមួយខ្ញុំត្រូវមើលគោមវាឲ្យស្មើគ្នាហើយយើងត្រូវចាំថាក្នុងភ្លីនីមួយយើងត្រូវច្បូតមិនឲ្យវាត្រួតស៊ីគ្នាមួយហើយអត់ត្រូវឲ្យមានភ្លីមួយណាវាលៀនចេញមកខាងក្រៅនៃភ្លីសពុតរបស់យើងឯងអ្នកទាំងអស់គ្នាមើលខ្ញុំបត់សពុតណាហើយគ្រឹះដែលសំខាន់របស់យើងជាងគេគឺបត់សពុតហ្នឹងហើយបើយើងបត់សពុតអត់ស្អាតទេនោះយើងស្លៀកសពុតក៏អត់ស្អាតដូចគ្នាហើយអ្នកទាំងអស់គ្នាមើលខ្ញុំបត់ណាបត់គឺអត់ឲ្យភ្លីមួយណាលៀនចេញក្រៅទេហើយយើងជាពិសេសគឺយើងត្រូវរៀនចេះលួចដៃម្រាមយើងត្រូវសកត់មិនត្រូវលួចឆ្លិចមិនដើម្បីកុំឲ្យអាភ្លីហ្នឹងវាលៀនមកចេញមកខាងក្រៅបន្ទាប់មកបើអ្នកទាំងអស់គ្នាសំទៅបើអ្នកទាំងអស់គ្នាអត់ទាន់ចេះបត់សពុតទេអញ្ចឹងកុំបត់វែងរៀនបត់ច្បូតមកខ្លីមកកុំបាច់ចង់បានវែងអីទេអញ្ចឹងយើងរៀនច្បូតខ្លីមួយមកបន្ទាប់មកយើងខ្ទាស់សពុតហ្នឹងទុកមួយទៅធ្វើមិនឲ្យសពុតយើងហ្នឹងស្អាតមិនបាច់ចាំបាច់ឲ្យវាវែងឬក៏អីឲ្យលឿនឲ្យឆាប់ហើយទេអញ្ចឹងយើងត្រូវរៀនមួយទៅយើងចាប់បានមួយយើងត្រូវធ្វើមួយទៅនេះអ្នកទាំងអស់គ្នាឃើញខ្ញុំច្បូតទេខ្ញុំច្បូតម្ដងមួយច្បូតម្ដងមួយយើងត្រូវមើលភ្លីវាដែរទោះខ្ញុំចេះស្លៀកដល់ឥឡូវក្រោយក៏ខ្ញុំត្រូវតែមើលខ្ញុំត្រូវតែច្បូតអញ្ចឹងខ្ញុំត្រូវតែមើលដូចអ្នកទាំងអស់គ្នាអញ្ចឹងខ្ញុំអត់ដែរទុកវាចោលទេខ្ញុំឬក៏ខ្ញុំអត់ដែរថាអូខ្ញុំអត់ដែរគិតថាខ្ញុំចេះបត់ប៉ុណ្ណឹងខ្ញុំបត់មិនក្បាលខ្ញុំក៏ចេះស្លៀកអត់ទេខ្ញុំត្រូវតែមើលវារហូតហើយក្នុងភ្លីនីមួយខ្ញុំអត់ដែរឲ្យវាលៀនចេញមកខាងក្រៅទេគឺខ្ញុំឲ្យវាឲ្យត្រួតស៊ីគ្នាហើយវាស្មើគ្នាទាំងអស់អត់ឲ្យភ្លីមួយណាចេញមកខាងក្រៅទេអ្នកទាំងអស់គ្នាត្រូវចាំថាបើភ្លីមួយណាចេញមកខាងក្រៅនោះអ្នកទាំងអស់គ្នាស្លៀកសពុតគឺអត់ស្អាតទេហើយចំណុចនេះមួយទៀតដែលខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាគឺការផ្ទាំបញ្ចូលនៅលើភ្លីនីមួយហ្នឹងដូចគ្នាការផ្ទាំបញ្ចូលនៅលើភ្លីនីមួយហ្នឹងអ្នកទាំងអស់គ្នាកុំយកក្បាលបញ្ចូលហ្នឹងយើងចុចឲ្យត្រង់ហ្មងគឺយើងចុចបិទណាចុចបិទនៅក្បាលហើយចាំយើងផ្ទាំមកអញ្ចឹងអាគេយើងអត់ដុលទៅណាអត់រត់ទៅណាអញ្ចឹងអ្នកទាំងអស់គ្នាអនុវត្តទាំងអស់គ្នាទៅរៀនបត់សពុតទាំងអស់គ្នាទៅដើម្បីឲ្យសពុតយើងហ្នឹងវាមើលមកស្អាតហើយស្លៀកមកស្អាតណាអ្នកទាំងអស់គ្នាបន្ទាប់ពីយើងបត់ក្បាលសពុតរួចហើយអ្នកទាំងអស់គ្នាយើងមកកន្លែងមកមើលសពុតមកធាងរបស់យើងទៀតហ្នឹងមកធាងទៀតហ្នឹងគឺយើងបត់ផ្លិតសពុតណាបត់ផ្លិតសពុតមុននឹងយើងបត់ផ្លិតសពុតតើយើងត្រូវវាស់ដូចគ្នាយើងបត់វាជា2បត់ក្បាលចុះមកក្រោមយើងត្រូវវាស់វាមកឆ្អាមមកបន្ទាប់មកយើងបត់ភ្លីវាតូចភ្លីវាហ្នឹងគឺ3ធ្នាប់ដៃដូចគ្នាទូចរឹតតែតូចរឹតតែស្អាតហ្នឹងភ្លីហ្នឹងចាប់ពី7ទៅ9ភ្លីស្អាតហ្មងហ្នឹងណានេះអ្នកទាំងអស់គ្នាចាប់តាមរាប់ហើយភ្លី1 2 3 4 5អញ្ចឹងទៅ1 2 3 4 5 6 7 8 9អញ្ចឹងហើយតមកយើងច្បូតវាទាំងដូចគ្នាហើយតមកនេះយើងច្បូតវាមួយឲ្យត្រួតស៊ីគ្នាដូចគ្នាអញ្ចឹងទៅភ្លីហ្នឹងតូចអញ្ចឹងរឹតតែស្អាតហើយយើងត្រូវចាប់កន្លែងនេះឲ្យវាមានរបៀបរៀបរយឲ្យមើលទៅផ្លឹងហើយយើងរលាស់វាខ្ញុំចុចហ្នឹងបាច់ទេខ្ញុំឲ្យតែខ្ញុំចាប់ផ្ដើមបត់ផ្លិតសពុតហើយគឺខ្ញុំចុចរលាស់លេងមើលមកស្អាតមើលមកដូចផ្លិតលេងអ្នកទាំងអស់គ្នាមិនអ្នកខ្លះអ្នកមានណាគេដូចខ្ញុំអត់ដូចចឹងខ្ញុំអត់ដឹងដែរមានតែខ្ញុំទេតែតើពីយើងលាស់លេងហើយឥឡូវយើងចាប់ផ្ដើមទាញមកចូលម្ដងទាញមកចូលយើងមកចាក់ដោតណាអ្នកទាំងអស់គ្នាចាក់ដោតដេដោតទៅមកបានដេដោតហ្នឹងអាអ្នកកាន់សពុតហ្នឹងដៀលខ្ញុំផងអីផង
đây phong bột phong nó hai này tao kia ơi nè là đây đau đây vì hai đây bạn đây tới bạn đây vì tục làm năng ở việt về pli dân ở tàu nà hai đây đau trong tay hồi ngày càng nghe cứ bên tại đây đau trong tay nè cua chạy lại chặt đau cua đòn hao nhà lo kia đây chặt đau mà lo vậy tới cho chặt lo mà năng mà cái con nè lại hai cái lên đònเลยนี่ยังบัดสปอตหายเนี่ยแต่เอาคนี้ประตอบน้อยยังไทยเลยสปอตนั่นยังมาเสียนเลยกองขมเอาไม่เลยหมดแดดบางยังอะไรเนี่ยยังเสียนเลยหมดแดดหายยังไทยมือจำทงมือจำแปะกระดาษเต้ยังไทยเลยสปอตนั่งร้ายไงได้จังแกให้ยังไทยมือจงเจิงได้อัดเอาเฮียเปเต้ให้เลยในโก้บางยังนั้นบนถนนไหลนะđó kia hay tao mà dân bắt chẳng cảnh tích đặc đây cũng ơi vì hiệp ấy hay dân đại trong cái đá tới tao mà dân có mơ một lần tiết cũng ơi vì lúc hay chẳng hay tao mà dân thấy ơi một đeo dân căn support chơi căn support dân chơi tập support hay dân chập pli dân chập đam tiền ở Việt miền support là hiệp vậy tới nón ban mà video nó tròn sỏi vậy tới một đêm nó cứ nón sỏi thôi hai bạn ban bao giờ lấy vậy cùng theo video đầu tiên là đọc này là sỏi nè lấy chập đào chập kli chào pì nè đọc này á mới đọc này nè hai nè căn camera nó còn chẳng là đọc này ơi nón thọt đang thở mùi nó chẳng là cái cho hai nè chập kli chào sần chập kli muối chào hai dân căn cái lạnh kli năng chọpจับพลีมือเตียดจับพลีให้ยังเตียนสะพดน้องไอวิตรังจงเชื้อจับพลีเจ้าตั้งปีให้ยังถ่ายมือโกมสะพดทองเนี่ยโกมสะพดยังสมาตรองสมาให้ยังจับพลีให้โกมสะพดน้องวิตรังสมาให้ก็ยังจับกระดานกระตอกวิเจ้ามวยจับกระดานกระตอกสะพดน้องเจ้าตายเนี่ยอันนี้เหมือนจะตะกระตอกให้จับสักเก๋นะยังถ่ายก็ยังกระตอกสะพดยังก็ถ่ายចេះលួចចង់មកចូលហ្នឹងមួយអាយទៅលួចបន្តិចកុំឲ្យចាក់សាច់ភ្ញៀវចាក់សាច់កុំកំមទៅលួចយើងត្រូវចេះស្មានពេលយើងត្រូវចេះស្មានចង់មកចូលខ្ទាស់បន្តិចយើងត្រូវឆ្លិចវាមកវិញហើយបន្ទាប់មកយើងត្រូវខ្ទាស់មួយទៀតដើម្បីឲ្យវាមានរាងហើយកុំឲ្យវាទៅណាហើយអ្នកទាំងអស់គ្នាមើលអត់ចូលកន្លែងណាក៏អាចឆានមកសួរខ្ញុំបានដូចគ្នាហើយតមកជាហៀងសពុតដែលយើងឲ្យគេឲ្យមកដែលកាន់ហ្នឹងក៏យើងយកមកគួបជាមួយនឹងភ្លីសពុតដែលយើងចាប់ភ្លីចោលហ្នឹងហើយអ្នកទាំងអស់គ្នាឃើញខ្ញុំមែនខ្ញុំវាយណាខ្ញុំសកត់កន្លែងណាដែលតោងហ្នឹងយើងត្រូវសកត់ឲ្យវារៀបមកអញ្ចឹងមិនមែនអ្នកខ្លះគឺវាគាត់ស្លៀកសពុតទៅអ្នកទាំងអស់គ្នាចំណាំមើលអ្នកខ្លះដូចតោងមកជាហៀងអញ្ចឹងគឺដោយសារតែពេលគាត់ទាញសពុតមកជាហៀងទៀតមកភ្ជាប់នៅកន្លែងមកជាហៀងទៀតហ្នឹងដោយសារតែគាត់អត់បានសកត់វាហើយណាមួយក៏អត់បានកម្លាំងដៃគាត់អត់ដល់ហើយអញ្ចឹងទៅធ្វើឲ្យសពុតហ្នឹងវាកប៉េកប៉ោងអញ្ចឹងទៅហើយបន្ទាប់មកនេះយើងក៏ត្រូវចាប់ភ្លីដែលដែលយើងខ្ទាស់វាទុកចោលហ្នឹងឥឡូវយើងចាប់ផ្ដើមសម្រួលវាហើយយើងចាប់ផ្ដើមចាប់វាពីរចាប់ភ្លីដែលយើងខ្ទាស់ចោលពីរហ្នឹងយើងចាប់ផ្ដើមយកមកជុលខ្ទាស់ភ្លីយើងមួយចោលមួយហើយយើងខ្ទាស់ភ្លីមួយទៀតចោលមួយទៀតអ្នកទាំងអស់គ្នាត្រូវចាំថាភ្លីពីរហ្នឹងយើងសុខចិត្តឲ្យសល់ភ្លីខាងក្រោមឲ្យច្រើនជាងភ្លីខាងលើសល់សាច់សពុតណាសល់សាច់សពុតភ្លីខាងក្រោមឲ្យច្រើនជាងភ្លីខាងលើហើយបន្តមកយើងត្រូវមើលទាំងអស់គ្នាកុំឲ្យកូនរបស់យើងហ្នឹងប្រឆិតឡើងលើឬក៏ប្រឆិតចុះក្រោមនោះអ្នកទាំងអស់គ្នាអត់បានសពុតមួយដែលស្រស់ស្អាតទេអ្នកទាំងអស់គ្នាគឺយើងធ្វើមិនឲ្យកូនសពុតរបស់យើងគឺរត់ឲ្យត្រង់ស្មើគ្នាហើយនេះខ្ញុំចាប់សពុតមកទៅហៀងទៀតអ្នកទាំងអស់គ្នាឃើញទេត្រង់ស្មើហើយយើងចាប់ផ្ដើមទាញវាដើម្បីឲ្យសពុតយើងវាមានសភនភាពស្អាតហើយអ្នកទាំងអស់គ្នាតោះមកយើងឲ្យយើងវាស់ឲ្យស្មើហើយចង់ជើងឲ្យស្មើហើយយើងចាប់ផ្ដើមឲ្យmodel របស់យើងហ្នឹងគាត់ជួយកាន់ហើយយើងចាប់ផ្ដើមមើលស្អាតហើយស្មើចង់ជើងស្មើហើយយើងចាប់ផ្ដើមវាស់អីឲ្យត្រឹមត្រូវហើយយើងចាប់ផ្ដើមខ្ទាស់
នេះគេហៅថាខ្ទាស់យកលំនឹងអ្នកទាំងអស់គ្នាខ្ទាស់ពីសពុតខាងលើហ្នឹងឲ្យដល់សពុតខាងក្នុងណាអ្នកទាំងអស់គ្នាខ្ទាស់យកលំនឹងហ្នឹងគឺខ្ទាស់ឲ្យជាប់គ្នាខ្ទាស់មកចាហៀងធ្លីទៅមកចាហៀងទៀតណាឲ្យខ្ទាស់ឲ្យស្មើគ្នាហើយយើងចាប់ផ្ដើមមកវាស្មើគ្នាហើយបន្ទាប់មកយើងត្រូវវាស់វាចុងជើងក៏វាត្រូវស្មើគ្នាឲ្យស្មើគ្នាអស់ហើយឥឡូវនេះយើងទៅហើយតើមកអ្នកទាំងអស់គ្នាយើងត្រូវចាប់ភ្លីមកចាហៀងទៀតតែមុននឹងចាប់ភ្លីក៏យើងត្រូវមើលដែរដូចខ្ញុំចោលប្រាប់ចឹងណាភ្លីខាងនោះហើយភ្លីខាងនេះត្រូវចាប់ធ្វើម៉េចឲ្យវាស្មើគ្នានេះយើងចាប់ភ្លីខាងហ្នឹងយើងត្រូវមើលដែរនេះចាប់ភ្លីខាងនេះទៀតយើងត្រូវស្មើវាសិនចាប់ភ្លីឲ្យស្មើគ្នាហើយយើងខ្ទាស់មកចូលមួយយើងត្រូវខ្ទាស់មកចូលមួយដើម្បីទុកលំនឹងវាឲ្យស្មើគ្នាឃើញទេយើងមើលសិនខ្ទាស់វាស្មើគ្នាហើយយើងខ្ទាស់មួយទៀតនេះភ្លីទី2អ្នកនរគ្នាខ្ញុំចាប់ភ្លីទី2ឲ្យច្រើនជាងភ្លីទី1ហ៎ភ្លីទី2ហ្នឹងអ្នកនរគ្នាត្រូវចាំថាយើងទុកភ្លីទី2ឲ្យច្រើនជាងភ្លីទី1ហើយមើលមួយចំហៀងគឺឲ្យស្មើគ្នាអត់ឲ្យខាងណាមួយខ្ពស់ខាងណាមួយខ្ពស់ជាងនេះណាត្រូវឲ្យស្មើគ្នាទាំងអស់ហ្មងអត់ឲ្យអ្នកខាងណាវាស្មើវាលើសគ្នាអីទេឃើញទេអ្នកនរគ្នានេះខ្ញុំចាប់ឲ្យមើលម្ដងទៀតកន្លែងហ្នឹងខ្ញុំធ្វើឲ្យមើលម្ដងទៀតនេះត្រូវចាប់ខ្ទាស់មួយហើយភ្លីមួយទៀតត្រូវដាក់ឲ្យស្មើគ្នាវាយហ្នឹងវាយ model នៅអត់ស្ងៀមអ្នកនរគ្នានិយាយទៅធ្វើមកវីដេអូហ្នឹងគឺ model នៅអត់ស្ងៀមទេហើយ model ឲ្យជាងថតហ្នឹងគឺនៅអត់ស្ងៀមដូចគ្នាហើយបើបានបើកសលេងវីដេអូវិញគឺអ្នកនរគ្នាសោចហ្មងនិយាយទៅគ្មានហើយឯមកវីដេអូហ្នឹងគឺល្អផងតែដើម្បីប្អូនធ្វើវីដេអូអញ្ចឹងគឺចេះទ្រាំទៅអ្នកនរគ្នាតែអរគុណបងអរគុណអ្នកថតអរគុណសហការីទាំងអស់គ្នាដែលខំជួយបានមកវីដេអូនេះអរគុណក្តីស្រឡាញ់អ្នកទាំងអស់គ្នាសម្រាប់ខ្ញុំអរគុណបងទាំងអស់គ្នាអរគុណកូនអរគុណអ្នកទាំងអស់គ្នានិយាយទៅក៏តអរគុណរហូតនាំបានមកវីដេអូហ្នឹងនិយាយទៅគឺសោករហូតនេះបានហើយឥឡូវយើងត្រឡប់មកមើលសពុតយើងវិញម្ដងសពុតយើងហើយអ្នកទាំងអស់គ្នាឡើងតែនិយាយណាហើយឥឡូវនេះខ្សែដែលខ្ញុំប្រាប់នៅវីដេអូមុនណាខ្សែហ្នឹងគឺយើងយកមកចងឲ្យចកេះហ្នឹងនេះខ្ញុំរត់មកក៏ប៉ុន្តែខ្ញុំចង់រត់ឲ្យណាមនៅម្ដងរត់ឲ្យនេះមកក៏ប៉ុន្តែរត់ហ្នឹងពុំតែបាយក្អួតទេណាអ្នកទាំងអស់គ្នាមិនរត់អីទេនឹងរត់ងងឯងអញ្ចឹងបានគាត់ធ្វើខ្ញុំសោចអ្នកអស់គ្នាខ្ញុំរត់គាត់ពេកនេះmodel យើងអ្នកអស់គ្នានេះអាផ្លិតដែលយើងចាប់ភ្លីចុកសល់ដែលយើងយកចូលរៀងមកគេស្អាតតែមិនគេចិត្តតែយកធ្វើ model ណាអ្នកអត់គ្នាបើខ្លះ model អីឲ្យគាត់បានគាត់លើឡើងធ្វើ model ហ្នឹងណា model ឲ្យសម្អាងការមួយដែលប្រចាំហ្មងហើយអរគុណអ្នកទាំងអស់គ្នានេះឥឡូវសពុតយើងបានហើយសម្លុយរបស់យើងអូយនិយាយទៅមើលវីដេអូហ្នឹងចង់អត់សោយនិយាយមែនតាខ្ញុំបានមកវីដេអូហ្នឹងមួយនាំតានេះអ្នកទាំងអស់គ្នាសោយខឹកហ្នឹងញ័រហ្នឹងគឺសោយទេអ្នកទាំងអស់គ្នានេះបានហើយស្មាចង់ស្មាដើមទៀងគេស្អាតពីដើមមកតើបាទអានហើយម្ដងចឹងតាអូយមកណាស់យ៉ាងទៅបាក់អរគុណបងប្អូនទាំងអស់គ្នាដែលតាមដានវីដេអូមួយនេះថ្ងៃក្រោយយើងជួបគ្នានៅវីដេអូទៀតមានការរុំស្បៃមានការស្លៀកស្លុយផ្សេងខុសពីនឹងទៀតអ្នកទាំងអស់គ្នាបាទអ្នកទាំងអស់គ្នាយកកន្លែងណាអ្នកទាំងអស់គ្នាចាំជួយ comment នៅក្នុងវីដេអូនេះផងហើយបើខុសឆ្គងកន្លែងណាក៏សូមទោសអ្នកទាំងអស់គ្នាផងដែរនៅក្នុងវីដេអូមួយនេះអរគុណអ្នកទាំងអស់គ្នាដែលស្រឡាញ់រាប់អានខ្ញុំរាប់អានទាំងអស់គ្នាអរគុណបាយបាយអ្នកទាំងអស់គ្នាជំរាបលាដួងច័ន្ទអើយរះភ្លឺត្រចង់វងច័ន្ទផោផងអែបអង្គបំភ្លឺលោកា